ยุคนี้កុំឲ្យតម្លៃម្ចាស់ផ្ទះពេកប្រយ័ត្នខកចិត្តការប្រកួត Carabao Cup រវាងក្រុមកំភ្លឹងធំ Arsenal ត្រូវប៉ះ Crystal Palace នៅម៉ោង 3 ទៀបលឺ Fan Arsenal ដែលគិតថាគូនេះស៊ីផុយសូមគិតម្ដងទៀត Crystal Palace មិនមែនជាក្រុមដែលឲ្យអ្នកឯងមកសម្ដែងលេងទេនេះជាការប្រកួត London Derby កុំប្រហែសឲ្យសោះបងប្អូនត្រូវចាំថា Carabao Cup គឺជាពានដែលក្រុមធំៗតែងតែរបូតដោយសារការមើលងាយគូប្រកួតបើសិនជាលោក Mikel Arteta ហ៊ានតែដាក់ក្មេងៗលេងច្រើនពេកខ្ញុំធានាថា Eddie Nketiah និង Jean-Philippe Mateta របស់ Palace នឹងបង្រៀនមេរៀនបាល់ទាត់ឲ្យមិនខាន Crystal Palace គ្មានអីត្រូវបារម្ភទេពួកគេអាចនឹងលេងមួយអស់ដៃដើម្បីទម្លាក់ក្រុម Arsenal ក្នុងផ្ទះការទូទីគូនេះទី1កុំលេង Arsenal តច្រើនពេកគ្រោះថ្នាក់ណាស់ទៅលេង Crystal Palace បកឬ Arsenal ជំនះតែមួយគ្រាប់គឺល្អជាងខ្ញុំមិនគិតថា Arsenal ស៊ីដាច់ទេទី2គូនេះបាល់តឹងអាចនឹងចប់ត្រឹម1-0 ឬ1-1អាចឈានដល់បាល់ពេណាល់ទីលេង under គឺមានសុវត្ថិភាពជាងតើ fan Arsenal ហ៊ានទទួលការពិតទេឬនៅតែគិតថាខ្លួនឯងខ្លាំងបើខ្លាំងសូម comment ពាក្យ OK មកចាំមើលចប់ការប្រកួតតើបានកាដូមុន Christmas ឬបានទឹកភ្នែកជួបគ្នាមក3យប់នេះបើពេញចិត្តវីដេអូនេះកុំភ្លេចចុច share និង follow Go ខ្មែរផងណាជួបគ្នានៅវីដេអូក្រោយ